Ok, chuẩn bị sửa cái đó sẽ là cái này ngày để đangធ្វើការមក install FTP server នៅក្នុង AWS អញ្ចឹងកុំឲ្យខាតពេលចូលទៅកាន់វីដេអូយើងអស់គ្នាមកអញ្ចឹងជាដំបូងនៃការ login របស់យើងត្រូវការដាក់ជាមួយនឹង user របស់យើងមក ctech@gmail.com អូខេអញ្ចឹងគិតថាវាត្រឹមត្រូវហើយយើងចុច next មកធ្វើការ sign in អូខេចំពោះ MFA នេះយើងត្រូវការយកនៅក្នុងនេះរបស់យើងមកអូខេmaybe this one call wait hold on អូខេអញ្ចឹងវាបានចូលហើយអូខេអញ្ចឹងកន្លែងនេះយើងត្រូវការជ្រើសរើសយក Ohio មកអូខេអញ្ចឹងទី1នៅក្នុងការធ្វើវាយើងត្រូវការចូលទៅកាន់ការបង្កើត security group សិនមកអូខេអញ្ចឹងចំពោះការ create security group យើងចូលទៅកាន់ security group នេះហើយយើងត្រូវការ create យកម្ដងទៅអូខេអញ្ចឹងកន្លែងនេះត្រូវការដាក់បំពេញព័ត៌មានរបស់យើងមកអានេះខ្ញុំចង់ដាក់ឈ្មោះថា own security group security group sorry អូខេអញ្ចឹងចំពោះការដាក់ description យើងដាក់ថា for learning មក for learning អូខេអញ្ចឹងចំពោះ VPC នេះយើងដាក់ប៉ុណ្្នឹងទៅ and ចំពោះខាងក្រោមនេះយើងយកអូខេអញ្ចឹងកន្លែងនេះអានេះយើងយក all traffic ទៅអូខេគាត់ថាវាអស់ហើយយើងធ្វើការចុច create security group យើងម្ដងទៅយកតែម្ដងទៅអូខេអញ្ចឹងកន្លែងនេះនៅពេលដែលវាបានហើយយើងធ្វើការចូលទៅកាន់ instance របស់យើងមក sorry អូខេមិញខ្ញុំខកតិចឥឡូវយើងធ្វើការចូលទៅកាន់ instance របស់យើងតែម្ដងទៅអូខេអញ្ចឹងកន្លែងនេះយើងធ្វើការ launch instance មកអូខេអញ្ចឹងកន្លែងនេះយើងធ្វើការដាក់ឈ្មោះនេះទៅខ្ញុំដាក់ឈ្មោះថា FTP server instances អូខេអញ្ចឹងកន្លែងនេះខ្ញុំដាក់ប៉ុណ្្នឹងហើយចូលយើងអស់ចូលក្រោមទៀតយើងឃើញជាមួយនឹង Ubuntu យើងយកជ្រើសរើសយក Ubuntu មកហើយចំពោះកន្លែងនេះយើងយក default របស់វាមកខាងក្រោមអូខេអញ្ចឹងកន្លែងនេះយើងយក 2VC view មកអូខេអញ្ចឹងចំពោះការដាក់កន្លែងនេះតែការ create ជាមួយនឹង key pair សម័យមកអូខេអញ្ចឹងចំពោះ key pair របស់យើងត្រូវការដាក់ឈ្មោះជាមួយនឹង EC2 ដក slow មែន remote no remote មកវាបានមួយ remote learning អូខេអញ្ចឹងកន្លែងនេះយក perm and pem ជាការ create download មកអានេះវានឹងធ្វើការ download ជាង auto មកអូខេអញ្ចឹងកន្លែងនេះយើងអូខេអញ្ចឹងចំណុចសំខាន់របស់វានេះធ្វើការយក select ជាមួយនឹង security group មក existing អូខេអញ្ចឹងចំពោះកន្លែងនេះយើងយក 20G ដើម្បីធ្វើការដាក់ឲ្យបានថប់បន្តិចគាត់ថាប៉ុណ្ណឹងអស់ហើយយើងធ្វើការ launch instance តែម្ដងមកអូខេនៅពេលដែលវាបាន launch វាហើយយើងធ្វើការចុចជាមួយនឹង instance មកដើម្បីថយក្រោយអូខេកន្លែងនេះខ្ញុំឲ្យវាដើរសិនមកអូខេនេះគឺជា S2P server របស់យើងអូខេឃើញថាវាដើរហើយយើងធ្វើការចុចទៅកាន់ ID វាតែម្ដងទៅអូខេចុច ID វាមកអូខេកន្លែងនេះអូខេអញ្ចឹងអូខេអញ្ចឹងកន្លែងនេះធ្វើការយក connect មក អញ្ចឹងខ្ញុំធ្វើការដាក់ note មួយដើម្បីឲ្យ
ធ្វើការចាប់ជាមួយនឹងពួកនេះអានេះធ្វើការ copy ជាមួយនឹង CD CH mod មកចំពោះកន្លែងនេះធ្វើការ copy ជាមួយនឹងSSH វិញក្នុងមួយទៀតខ្ញុំភ្លេចចូលការ copy មួយអូខេចំពោះ easy to install នេះធ្វើការ copy ជាមួយនឹង public IP វាមកcopy អូខេអញ្ចឹងបន្តទៅនេះធ្វើការចូលទៅកាន់ git bash មកស្រាប់តែគ្នាដែលមាន git bash ហើយចូលទៅមកទៅ git bash អូខេអញ្ចឹងធ្វើការ copy ចូលទៅអូខេ copy ជាមួយនឹងនេះមក no នេះទៅ pass អូខេអញ្ចឹងកន្លែងនេះលុបចោលជាមួយនឹងអ្វីដែលយើងដាក់ខុសទៅ pass no directory អូខេគេអញ្ចឹងកន្លែងនេះខ្ញុំមានអារម្មណ៍ថាខ្ញុំអត់បានចូល F2P server របស់ខ្ញុំ no អូខេអញ្ចឹងកន្លែងនេះខ្ញុំមកបានចូលទៅកាន់ CD download ដោយសារតែ directory របស់ខ្ញុំដាក់ទៅក្នុងអានេះអូខេនៅពេលដែលយើង down perm ហ្នឹងវានឹងចូលទៅខាង download មាន S នេះអញ្ចឹងដើម្បីធ្វើការចូលវាបានយើងធ្វើការដាក់ចូលទៅកាន់ download មក download S អូខេពេលដល់អញ្ចឹងហើយយើងធ្វើការដាក់ជាមួយនឹង CD mod នេះយើងវិញមកអូខេឃើញថាវាចូលហើយនេះគឺតែក៏400គឺវា read only អូខេអញ្ចឹងយើងធ្វើការ copy ជាមួយនឹង SSH មួយមក SSH អូមកទៅផាតការទៀត bro hell អូខេមិញដោយសារតែដាក់ record ខ្ញុំធ្វើការដាក់បញ្ចូលអូខេអញ្ចឹងចំពោះ SSH របស់យើងក៏អត់ចូលដោយសារតែយើងអត់តបានធ្វើការ rebound វាអូខេអញ្ចឹងកន្លែងនេះខ្ញុំអូខេយើងចូលទៅឲ្យអ្នកគ្នាមើលសម័យដោយសារតែមិញខ្ញុំ play record អូខេអញ្ចឹងកន្លែងនេះយើងចូលទៅកាន់ security group មកអូខេអញ្ចឹងកន្លែងនេះខ្ញុំមានជាមួយនឹងការបង្កើតជាមួយនឹង own security group យើងចូលទៅកាន់ ID វាមកអូខេអញ្ចឹងកន្លែងនេះទៅកាន់ edit inbound មកទៅកាន់ change អានេះមួយមកទៅកាន់ add rule អានេះយើងយកជាមួយនឹង custom and កន្លែងនេះដាក់ anywhere មួយមកកន្លែងនេះដាក់for learning អូខេអញ្ចឹងកន្លែងនេះមិន custom អានឹងដាក់ all is TCP អូខេកន្លែងនេះយើងដាក់ anywhere មួយមកកន្លែង for learning and then យើង sell rule នេះមកអូខេវានឹងធ្វើការ inbound success edit success ហើយអូខេអញ្ចឹងបន្តនេះយើងធ្វើការចូលទៅកាន់ git bash របស់យើងដាក់ជាមួយនឹង code ដដែលនេះមកអូខេធ្វើការ connect ចូលវិញមិនដាក់ record ហូតជាងអូខេអញ្ចឹងកន្លែងនេះដោយសារតែអូខេអញ្ចឹងកន្លែងនេះបាន connect ចូលហើយធ្វើការដាក់ yes មកអូខេអញ្ចឹងឆ្លៀតពេលវាដើរជាងណាខ្ញុំប្រាប់អ្នកគ្នាថាប្រាប់គ្នាមួយថានេះបើសិនជាយើងដាក់ជាមួយនឹងអានេះខុសគឺវាខុសហើយយើងធ្វើការចូលជាមួយនឹង git bash របស់យើងទៀតមកអូខេអញ្ចឹងកន្លែងនេះយើងធ្វើការដាក់ sudo apt update មួយមក sudo apt update អូខេចង់ឲ្យវា update ទៅអូខេអញ្ចឹងកន្លែងនេះយើងធ្វើការ wait អូខេ34 package ទេយើងអត់ទាន់ upgrade អញ្ចឹងយើងធ្វើការ upgrade ឲ្យវាហ្មងទៅ sudo apt upgradeអូខេអញ្ចឹងអានេះយើងឲ្យវាចាំសិនទៅអូខេយើងធ្វើការដាក់ y គេអានេះរៀងយូរហ្មងដែរយើងធ្វើការបិទ icon flat អូខេអញ្ចឹងអូខេវាបានរួចរាល់ហើយយើងធ្វើការចូលទៅកាន់ CD មកwait យើងធ្វើការ install ជាមួយនឹង app នោះសិន sudo apt install មិនវាយកុំព្យូទ័រជឿនណាអូខេ vs ចុច tab មកអត់មាន tab ftpd .y អូខេយើងធ្វើការ install វារួចហើយនឹងវាដើរសិនតន់រួចទេអូខេអញ្ចឹងបន្តទៅយើងធ្វើការចូលទៅកាន់ cd etc មក etc/ អូខេអញ្ចឹងកន្លែងនេះធ្វើការដាក់ ls/ /ls
GAP vs ok config right ok ចឹងកន្លែងនេះត្រឹមត្រូវហើយយើងផ្លេចខ្ញុំបិទ Discord ទៅអូខេអញ្ចឹងបន្តទៅនេះធ្វើការចូលទៅធ្វើការដាក់ជាមួយនឹង sudo bake មួយមកsudo cp vs config and ធ្វើការដាក់ជាមួយនឹង vs config ម្ដងទៀតតើមកធ្វើការចុចជាមួយនឹង back អូខេការបើកមើលអូខេអញ្ចឹងឃើញថាវាបានមកហើយកន្លែងនេះអញ្ចឹងបន្តទៅនេះធ្វើការ fetch ជាមួយនឹង nano sudo nano នៅខាងអូខេអញ្ចឹងកន្លែងនេះកន្លែងនេះធ្វើការ config ជាមួយនឹងខ្ញុំដាក់ check មកសិនcd root no មិនមានអស់កន្លែងហ្នឹងអូខេអញ្ចឹងកន្លែងនេះខ្ញុំបើកអានេះសួរមើលតិចអូខេអញ្ចឹងកន្លែងនេះធ្វើការដាក់ជាមួយនឹង write enable នេះធ្វើការបើកoh shit ខ្ញុំlạiច្រឡំដាក់នេះអូខេខ្ញុំប្រើជាមួយនឹងអូខេដោយសារតែខ្ញុំចុច keybind ខុសទៅវាបិទ record អូខេអញ្ចឹងកន្លែងនេះធ្វើការដូរជាមួយនឹង write enable នេះជាមួយនឹងខាងក្រោមវាអូខេខាងក្រោមវាដូចជាអូខេអញ្ចឹងហើយកន្លែងនេះយើងធ្វើការបើកជាមួយនឹង cd route នេះហើយជាមួយនឹង allow ជាមួយនឹង allow នេះជាមួយនឹង allow write enable អានេះថែមមកជួននេះហើយចំពោះខាងក្រោមនេះយើងធ្វើការថែមជាមួយនឹង pass v នេះថែមវាចូលអូខេអញ្ចឹងកន្លែងនេះយើងធ្វើការហើយយើងធ្វើការចុច control h ពីមកអូខេអញ្ចឹងដើម្បីធ្វើការឆែកចូលទៅកាន់មួយទៀតដូចជាយើងត្រូវការអូខេអញ្ចឹងកន្លែងនេះត្រូវការ clear មកកុំឲ្យវាបាញ់ពេកwait clear ការ clear កន្លែងនេះដូចជាទូចពេកហើយដាក់វាធំតិច sorry អូខេទៅការធំទូចអូខេអញ្ចឹងកន្លែងនេះត្រូវការដាក់ជាមួយនឹង sudo restart នេះមក sudo system ទៅslow មែន system ctl restart vs នេះលុបចោលជាមួយទៅចុចមួយទៀតអូខេគេចឹងឡើយនេះត្រូវការដាក់ដូចគ្នាមកហើយបន្តយើងត្រូវការលុបជាមួយនឹង restart ដាក់ជាមួយ status នេះដើម្បីត្រូវការវាឃើញវា active status គេអញ្ចឹងកន្លែងនេះវាត្រូវការ active ហើយជួបអ្នកគ្នាចង់ធ្វើការ run port អីយើង run port 22យើងមកអូខេអញ្ចឹងដើម្បីធ្វើការ run វាបានយើងត្រូវការទៅជាមួយនឹង download ជាមួយនឹងកម្មវិធីមួយឈ្មោះថា Filezilla មើល Filezilla ខ្ញុំមានអត់ file អត់មានទេអូខេយើងធ្វើការ download ជាមួយនឹង Filezilla មក Filezilla អូខេនេះគឺជាកម្មវិធី Filezilla របស់យើង F2P ចាំទេអ្នកនេះអូខេអញ្ចឹងចំពោះ Filezilla នេះធ្វើការ download ជាមួយនឹង client នេះមកdownload ស្អីនេះ you want a free អូខេ free អញ្ចឹងនេះវាធ្វើការ install EE មក file hate អូខេអញ្ចឹងអានេះយើងធ្វើការវាចាំដើមមកចោលវាដើមមកយើងធ្វើការបិទ record សិនអូខេអញ្ចឹងខ្ញុំឃើញថាវាបាន download ហើយយើងធ្វើការចុចយកមកPC protection PC អូខេកន្លែងនេះ informations មកឲ្យវា run មកអានេះសរសៃ file hate អូខេយើងចាំវាសិនណាវល់ខ្ញាល់អូខេចាំវាសិនណាកុំឲ្យខាតវីដេអូយើងបិទសិនយកចេញកៀងមកអូខេអញ្ចឹងចំពោះកន្លែងនេះយើងត្រូវការដាក់ជាមួយនឹង file and then size
Site Manager គេកន្លែងនេះធ្វើការបើកវាមកអូខេចឹងធ្វើការដាក់ new site អានេះខ្ញុំសូមដាក់ឈ្មោះថា f2p server .ec2 ec2 គេចឹងចំពោះកន្លែងនេះយើងយកជាមួយនឹង SSH នេះគេកន្លែងនេះយើងជ្រើសរើស key file and ចំពោះ key file នេះយើងធ្វើការស្វែងរកជាមួយនឹងការwait អូខេ file នេះយកជាមួយនឹង EPEM អូខេចឹងយើងយក alert នេះមក open file key user ចំពោះ hot នេះយើងយកជាមួយនឹង node របស់យើងបានធ្វើការ node ហើយ IP ដែលយើងបាន node ទៅនេះមែនអូខេដាក់វាទៅចំពោះ user នេះខ្ញុំwait ចំពោះ user នេះយើងធ្វើការឆែកទៅជាមួយនឹង git របស់យើងគេដាក់ who my មកអូខេ ubuntu ដាក់ជាមួយ ubuntu មកគិតថាវាត្រឹមត្រូវហើយអានេះ port នេះវាជា port default យើងមិនដាក់ក៏បានដែរជួយធ្វើការ connect មកអូខេទីអូខេមកអូខេអញ្ចឹងវាធ្វើការដើរđấyអូខេអញ្ចឹងយើងមាន ubuntu កន្លែងនេះអូខេអញ្ចឹងចំពោះកន្លែងនេះយើងធ្វើការ add ជាមួយនឹង directory មួយមកចឹងចំពោះ directory ថ្មីខ្ញុំចង់ដាក់ឈ្មោះថា FTP client អូខេ FTP client តើចង់ rename អានោះ rename FTP client អូខេអញ្ចឹងចំពោះកន្លែងនេះខ្ញុំចង់បង្កើតជាមួយនឹង file TXT មួយមកខ្ញុំដាក់ learning មក .txt អូខេអញ្ចឹងចំពោះកន្លែងនេះអូខេអញ្ចឹងបន្តទៅនេះយើងចូលទៅកាន់ Git ដើម្បីធ្វើការចាប់ជាមួយនឹងអ្វីដែលយើងបានសរសេរមិញអញ្ចឹងកន្លែងនេះធ្វើការ cd ដើម្បីចេញពីអាហ្នឹងមកគេធ្វើការ ls អូខេយើងមានតើយើងធ្វើការ cd f tab អាហ្នឹង no tab អត់កើត tp អូខេធ្វើការ enter ចូលមកនៅក្នុងនេះយើងធ្វើការដាក់ជាមួយនឹង ls យើងមើលទៅថាវាមានអត់អូខេអញ្ចឹងយើងមានជាមួយនឹង file txt មួយ learning.txt អញ្ចឹងដើម្បីធ្វើការសរសេរនៅក្នុងនេះយើងធ្វើការដាក់ជាមួយនឹង nano learning.txt nano learning.txt អូខេអញ្ចឹងកន្លែងនេះយើងធ្វើការដាក់ជាមួយនឹង welcome stream welcome to Mobile Legends welcome to learning FTP អូខេអញ្ចឹងកន្លែងនេះយើងធ្វើការដាក់ control x y ធ្វើការចេញមកhow to change rồi y enter អូខេអញ្ចឹងដើម្បីធ្វើការចាប់វាបានយើងធ្វើការប្រើជាមួយនឹងឆ្មាដើម្បីធ្វើការចាប់ជាមួយនឹង learning អូខេអញ្ចឹងចំពោះនេះខ្ញុំបានចាប់ជាមួយនឹង welcome to learning FTP អូខេអញ្ចឹងចំពោះខ្ញុំគិតថាវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណអ្នកគ្នាសម្រាប់ការមើលវីដេអូមួយនេះហើយជួបអ្នកគ្នាទៅបានតែខ្ញុំ